បងប្អូនហែវនៅបងប្អូនហែវនៅបាទហែវហើយនៅបងប្អូនបាទហែវនៅបងប្អូនបាទកណ្ដាស់យើងមានម្ហូបសមុទ្រម្ហូបសមុទ្រចឹងកណ្ដាស់គ្រឿងសមុទ្របងប្អូនកណ្ដាស់មានគ្រឿងសមុទ្រឆាបងប្អូនបាទគ្រឿងសមុទ្រកណ្ដាស់គ្រឿងសមុទ្រមែនតើណាបងប្អូនបាទមិនអំបិលណាបាទអំបិលគ្រឿងអាយយត្រូវដាក់មកឆ្លក់បាត់បងប្អូនកណ្ដាស់យើងមានគ្រឿងសមុទ្រឆាមែនតើណាបងប្អូនបាទគ្រឿងសមុទ្រឆាមែនតើមិនអំបិលទេណាចឹងយើងបំពងខ្ទឹមបន្តិចសិនបងប្អូនណាបាទបំពងខ្ទឹមបន្តិចសិនហើយចាំយើងដាក់គ្រឿងសមុទ្រនេះបងប្អូនគ្រឿងសមុទ្ររបស់យើងបាទឥឡូវលីងអីគេអាហ្នឹងនេះគ្រឿងក្រៅរបស់យើងបងប្អូនបាទមានគ្រប់សពមានទាំងអំបិលប៊ីចេងបាទអំបិលប៊ីចេងម្រេចទឹកម្ហិចបាទអំបិលប៊ីចេងម្រេចស្ករទឹកត្រីអីគឺថាដាក់ចូលគ្នាបន្ទាប់មកយើងឆាបងប្អូនហើយអំពិលទុំណាបាទអំពិលទុំអញ្ចឹងថ្ងៃនេះគឺយើងមានងាវឆាអំពិលទុំបងប្អូនអញ្ចឹងរបៀបធ្វើងាវឆាអំពិលទុំគឺចេះខ្ញុំធ្វើតែអញ្ចឹងឯងបងប្អូនបាទអញ្ចឹងគឺថាយើងកំពុងខ្ទឹមមួយរឿងឈ្ងុយហើយបន្ទាប់មកដាក់គ្រឿងទឹកអំពិលបាទទឹកអំពិលហើយមានម្រេចប្រចងអញ្ចឹងបងប្អូនបាទអំបិលប៊ីចេងតិចទៅហើយយើងដាក់ចូលគ្នាជាមួយនឹងខ្ទឹមសខ្ទឹមក្រហមម្ទេសតិចបាទចឹងមកបន្ទាប់មកក៏យើងលីងឆាឡើងគ្រឿងរបស់យើងឲ្យវាឈ្ងុយចាំយើងដាក់គ្រឿងសមុទ្ររបស់យើងចូលបាទចាំយើងដាក់គ្រឿងសមុទ្រយើងចឹងឥឡូវចាំធ្វើរបស់យើងចាប់ផ្ដើមកូរបងប្អូនបាទចឹងយើងចាប់ផ្ដើមបំពងខ្ទឹមហើយជាមួយនឹងអំពិលទុំអំពិលអីរបស់យើងនេះទឹកអំពិលទុំបងប្អូនបាទអូឡើងទំនួងបងប្អូនបាទឈ្ងុយបាទហើយឈ្ងុយបាទហើយតោះដាក់គ្រឿងសមុទ្រចូលឈ្ងុយបាទបងប្អូនបាទឈ្ងុយហើយបាទបងអូនចឹងនេះបងប្អូនបន្ទាប់ពីយើងលីងឲ្យរីឈ្ងុយហើយខ្ញុំទៅដាក់នឹងចឹងយើងនេះ1គីឡូបងប្អូន1គីឡូបាទគ្រឿងសមុទ្ររបស់យើងមកបន្ទាប់ពីគ្រឿងរីឈ្ងុយហើយដាក់ចូលទាំងនោះនេះយើងកុំលីងយូរពេកណាកុំលីងយូរពេកប្រយ័ត្នដេញឆ្អើជ្រុលអំបិលហើយបាទចាំជ្រុលចូលណាចឹងយើងចាប់ផ្ដើមយកគ្រឿងសមុទ្ររបស់យើងនេះរាំងងាវរបស់យើងនេះបាទមិនលេសណាបងមិនលេសណានេះមើលមែនតើណាបាទអញ្ចឹងយើងចាប់ផ្ដើមលីងវាចូលមកបាទលីងវាចូលជាមួយនឹងដេញគ្រឿងរបស់យើងឲ្យវាសប់គ្នាមកអូហុយដល់ខំណាខ្យល់ខ្លាំងបងប្អូននេះមានអារម្មណ៍ថាខ្យល់ខ្លាំងនៅមើលស្បែកលឹកឈើក៏បក់ខ្លាំងដែរបងប្អូននេះបាទលឹកឈើក៏បក់ខ្លាំងដែរតែអញ្ចឹងដាក់មកហុយប៉ោងខ្ញុំធ្វើអីនោះទម្លាក់ចក្រានចុះសិនណាហុយពេកអូចូលឡើងនោះពេញណាពេញដីហើយចូលហុយអូច្រើនពេកហុយបើអូខ្លាំងពេកអូខ្លាំងពេកអត់កើតដែរបងប្អូនដាក់មកល្មមបាទតែខ្លាំងពេកហ្នឹងខ្លោចឡើយហើយបាទតែខ្លោចហ្នឹងលែងខាញ់ឡើយបងប្អូនអញ្ជ្រុលហ៎អានេះយើងលីងគ្រឿងលីងក្រៅហើយយើងត្រឡប់វាមកផ្លែទៅបាទហើយបងប្អូនបាទយើងកុំត្រឡប់វាយូរបាទត្រឡប់វាមកល្មមគ្រាន់តែថាវារឿងថាមិត្តហើយភ្លុកមើលមកល្មមវាឆ្អិនស្នាយត្រឡប់មកល្មមឈាមណាបាទបើចឹងប៉ុណ្ណឹងភ្លុកមើលសិនហើយចាភ្លុកមើលសិនហើយភ្លុកមកគ្របមើលមើលអូដាក់នេះហើយបងប្អូនចឹងយើងនេះបាទឬឆ្អិនហើយអត់យូរទេបងប្អូនបាទឆាដេញងាវឆាពេលសុំគឺថាលឿនមែនទេបាទចាយពេលមិនដល់5នាទីហ្នឹងបាទចាយពេលមិនដល់5នាទីហ្នឹងបានម្ហូបមួយឆ្នាំបងប្អូនម្ហូបមកនេះថាធ្វើបាទប៉ុណ្ណឹងឆ្អិនបាត់ហើយនេះបាទព្រោះយើងទុកយូរពេកក៏វាអត់កើតដែរងាវឆាពេលទុំនេះយើងទុកយូរពេកវារបៀបអីនេះហ៎បងប្អូនយើងទុកភ្លើងខ្លាំងពេកវារបៀបវាឆ្អិនហួសដល់ពេលឆ្អិនហួសអត់ឆ្ងាញ់ទេបងប្អូនវាទៅជាអស់សាច់វិញវាក្រៀមអស់តែពិតងាវគេហូបឆៅផងស្រុកខ្លះមែនទេបាទណាលើកចេញអូបងប្អូនបាទឆាមិនទាន់បាន3នាទីផងឆ្អិនលើសបាត់ឯណាមើលសាច់ទីមើលដាក់ទៅណាទៅនោះអត់មើលទីមើលនេះបងប្អូនអូបានហើយចឹងបានហើយវិញអូខេឆ្អិនហើយបងប្អូនឆ្អិនហើយបាទទុកយូរពេកខ្លោចហើយមកលើកឆ្នាំងបងប្អូនបាទអញ្ចឹងគឺឆ្អិនហើយបងប្អូនងាវឆា7តុំរបស់យើងឆាអត់ដល់5នាទីទេបាទស្រួលបួលចុងភៅក្លាប់ភីងឥឡូវហើយបាទបងប្អូនអញ្ចឹងគឺថាងាវឆា7តុំរបស់យើងប៉ុណ្ណាឆ្អិនរៀបរយជាស្ថាពរមើលបកមួយទៀតបកចង់បកមួយទៀតបង្ហាញទស្សនិកជនពិនិត្យមើលតិចមកថាវាយ៉ាងស្ដីគេបកមើលបង្ហាញមើលបកមើលសាច់វាមើលទំនងយ៉ាងណាមើលមកចាំសិនមើលបកមើលវ៉ាបន្តិចអត់មើលអត់ច្បាស់ឈោមវាចុះមិនចុះអូបងប្អូននេះឈោមវាបងប្អូនអូនេះនៅរឿងស្រស់អញ្ចឹងហ៎មើលហូបគេមើលឆ្ងាញ់មែនក៏ឆ្ងាញ់លេងឆ្ងាញ់អត់ជាតិអត់បងប្អូនអញ្ចឹងមុខម្ហូបងាវឆា7តុំរបស់យើងតែមកប្រាវបងប្អូនបាទមកប្រាវរួចបាត់ហើយ
បាយទៀតបាទដល់ម៉ោងបាយល្មមបងប្អូនបាទអញ្ចឹងប៉ុណ្្នឹងចុះបាទអរគុណ